ក្នុងប្រទេសកម្ពុជាប៉ុន្តែមិនមែនមានតែប៉ុណ្្នឹងទេហើយនៅស្ថានភាពនយោបាយកម្ពុជានិងអន្តរជាតិទី2គឺផ្សេងហើយយើងមើលពាក់ព័ន្ធជាមួយនឹងស្ថានភាពសាំងនៅក្នុងប្រទេសកម្ពុជាដែលឲ្យមើលឃើញមានភាពចលាចលនៅក្នុងករណីដែលបង្កើតឲ្យមើលឃើញមានអាការៈគេហៅថាជ្រួលច្បល់ទីផ្សារនៃសាំងលោកកំសែងអរគុណបងស្រីចានេះគឺជាផែនការមួយនៅក្នុងចេតនាដើម្បីឲ្យប្រជាជនខ្មែរទាំងអស់គ្នាហ្នឹងណាខឹងស្អប់សហរដ្ឋអាមេរិកគេមានលៀងសួស្ដីដែរបងថាយ៉ាងខ្ញុំសួស្ដីចាហើយវាធ្វើបែបនេះគឺវាធ្វើឲ្យពិភពលោកទាំងមូលហ្នឹងក៏ដូចគ្នាដែរឲ្យយល់ថាមកពីអាមេរិកធ្វើសង្គ្រាមជាមួយតៃវ៉ាន់ធ្វើសង្គ្រាមជាមួយនឹងអ៊ីរ៉ង់ទៅបានជាទីផ្សារសាំងហ្នឹងវាត្រូវអត់មានទីផ្សារសាំងប៉ុន្តែយើងគិតមើលមួយទៀតពេលដែលលេងសង្គ្រាមនយោបាយកម្ពុជាថៃស្រែកក្តែងអួតថានឹងកាត់ផ្ដាច់ទីផ្សារការនាំចូលប្រេងសាំងពីប្រទេសថៃមែនទេរហូតដល់ធ្វើឲ្យតកែក្រាសាំងជាច្រើនជួបផលលំបាកនៅក្នុងការផ្លាស់ប្ដូរឈ្មោះក្រាសាំងគ្រប់ប្រភេទចុះក្រែងអួតថាបកែហើយប៉ុន្តែរឿងទាំងអស់នេះមិនមែនបានន័យថាក្នុងប្រទេសកម្ពុជាខ្វះប្រេងខ្វះសាំងទេប្រេងសាំងប្រេងនៅក្នុងប្រទេសកម្ពុជាអត់ខ្វះទេព្រោះប្រេងនៅក្នុងប្រទេសកម្ពុជាអត់បានយកមកពីអ៊ីរ៉ង់ទេភាគរយច្រើនគឺយកមកពីយួនហើយយួនវាយកមកពីចិនជាអ្នកយកមកពីអ៊ីរ៉ង់អាហ្នឹងណាភាគច្រើនហើយប្រេងដែលដឹកមកពីថៃក៏បានបិទដែរការបិទប្រេងនៅប្រទេសកម្ពុជាត្បិតតែឲ្យមើលឃើញថាកាត់ទីផ្សាររបស់ថៃមែនប៉ុន្តែប្រេងដែលដឹកមកពីថៃគឺអត់បានផ្អាកទេទីផ្សារទំនាក់ទំនងការរកស៊ីប្រេងនៅក្នុងប្រទេសកម្ពុជាជាមួយថៃគឺអត់បានកាត់ផ្ដាច់គ្នាទេគ្រាន់តែជាល្ខោនដើម្បីឲ្យខ្មែរស្អប់ថៃដើម្បីជាល្ខោននយោបាយជាមួយនឹងជាផែនការរបស់អាគមរាជចិនតែប៉ុណ្ណោះឯងតែការពិតគឺអត់បានកាត់ផ្ដាច់ទេកាត់ផ្ដាច់មិនបានផ្នែកទីផ្សារប្រេងនៅក្នុងប្រទេសកម្ពុជាទាំងមូលនេះណាអ្នកដែលកាន់ធំអ្នកដែលគ្រប់គ្រងផ្នែកប្រេងនេះណាគឺប៊ុនរ៉ានីបងប្អូនដឹងហើយមែនទេដែលខ្ញុំជម្រាបថាអ្នកដែលរកស៊ីប្រេងដែលគេហៅថាអ្នកដែលគ្រប់គ្រងទីផ្សារប្រេងគឺប៊ុនរ៉ានីប្រពន្ធសម្ដេចពុកជាអ្នកគ្រប់គ្រងទីផ្សារមិនថាប្រេងមកពីអាមេរិកពីបារាំងមិនថាប្រេងមកពីយួនមកពីថៃមកពីតាណាទេគឺប៊ុនរ៉ានីគឺជាម្ចាស់គ្រប់គ្រងធំបំផុតនៅក្នុងប្រទេសកម្ពុជាអាណាហើយមួយទៀតនៅក្នុងករណីនេះដែរគឺជាផែនការនៅក្នុងការធ្វើបាបដល់បណ្ដៃថាប្លន់ថៅកែក្រាសាំងទូទាំងប្រទេសបងប្អូនឃើញតែខ្ញុំshareព័ត៌មានមួយដែលថៅកែក្រាសាំងលើកឡើងថាពេលដែលថៅកែក្រាសាំងនាំចូលសាំង 4000 ជាងប៉ុន្តែរដ្ឋដាក់បទបញ្ជាឲ្យលក់តែ 3000 ជាងទេអាហ្នឹងគឺជារឿងពិតណាខ្ញុំចង់បញ្ជាក់ព្រោះខ្ញុំធ្លាប់ជម្រាបអ្នកទាំងអស់គ្នាប្រហែលឆ្នាំកន្លងមកវគ្គដែលចរាចរណ៍ម្ដងហើយមានចាំទេនេះគឺជាផែនការដ៏អាក្រក់បើមិនជឿសួរតកែក្រាសាំងទូទាំងប្រទេសកម្ពុជាឲ្យតកែក្រាសាំងទូទាំងប្រទេសកម្ពុជាទិញសាំងដែលបោះដុំចូលមកស្តុកលក់នៅទូទាំងប្រទេសនេះណាឧទាហរណ៍ថាសាំងតម្លៃឲ្យលក់ចេញ 3700 ប៉ុន្តែត្រូវតែតកែទាំងអស់នឹងហ៊ានទិញសាំងពីប៊ុនរ៉ានីនេះណា 4000 ជាងហើយត្រូវឲ្យលក់តែ 3700 ទេឬក៏ 3000 ជាងឬក៏ 4000 ទេនេះគឺជារឿងពិតមិនមែនជារឿងខ្លាំងទេសំណួរសួរថាតើគ្នាបើរកស៊ីឲ្យគ្នារកស៊ីខានចេះតើរកស៊ីបែបណាដូច្នេះមួយទៀតជាយុទ្ធសាស្ត្រធ្វើឲ្យខ្មែរនិងខ្មែរស្អប់គ្នាតែអញ្ចឹងខ្មែរស្អប់គ្នាទៀតច្បាស់ណាស់ក្រាសាំងមួយចំនួននឹងត្រូវហុយហើយប៉ុន្តែតកែក្រាសាំងមួយចំនួនក៏គាត់និយាយដែរគាត់លែងខ្វល់រឿងហុយមិនហុយហើយព្រោះរស់នៅប្រឹងរកប្រឹងធ្វើចង់ងាប់លទ្ធផលចុងក្រោយគឺគេប្លន់វិញដោយស្របច្បាប់ហើយបើសិនជាក្រាសាំងណាហ៊ានបិទត្រូវបានគេចោតពីបទចេះចោះខុសច្បាប់ចេះទង្វើអសិលធម៌ចេះលួចចោះគ្រប់យ៉ាងបានន័យថាដូចខ្ញុំជម្រាបចឹងថាយុទ្ធសាស្ត្រនៃការប្លន់នេះគឺជារឿងដែលវាត្រូវតែធ្វើដោយសារអីដោយសារតែអត់សេដ្ឋកិច្ចអត់លុយហើយមួយទៀតនៅក្នុងករណីដែលឲ្យមើលឃើញថាទីផ្សារសាំងត្រូវតែមានចលចលហើយឥឡូវហ្នឹងគេឲ្យយល់ថាអូរដ្ឋបកាឲ្យលក់តម្លៃប៉ុណ្ណេះឥឡូវមានសាំងឡើងវិញហ่าមែនទេចុះសំណួរសួរបងប្អូនមួយតើមើលតើនៅក្នុងប្រទេសកម្ពុជាអ្នកណាជាអ្នកដែលមានសិទ្ធិនៅក្នុងការនិយាយចុងក្រោយគេ
bạn ấy than nhẹ na chỉ nhẹ miên sân được không ca còn nót ở vậy không giang được không bật cam chỉ bạn nè tụi con kia còn đã đăng than nè ở vậy không giang thân lơ cua xa à mấy cháu chỉ nhẹ cầm nót anh ơi lụa thửแต่ลวกanh thao ở láng thái thửแต่láng thái anh tha đánh stop thửแต่đánh stop bạn nè tụi con kia nơi tai mình toàn vô đi chồng nói cho năng tiết bạn đây thà năng hai đây là tập phò cái sầm lâm nè tụi con đôi sập thì rót ngày những anh năng chẳng ở luôn nè đây chia thà cai cả sáng cua bị cha hả tới bàn tay xong đáp thà cai cả sáng đây chỉ máy môi chồng luôn cứ quạt say ai nâng cái hai thà miền bành hà lục bạ bàn tay nơiประเทศ Campuchia ถ้าใกล้กระสังทมเพียจุรานคือจียุนคือจียุนแต่เพื่อคล้วนจีขมายแต่ในแต่ยุนแต่คล้ายคล้วนจีขมายแต่ยุนโจมาตั้งปีสมัยใส่หนูขอยปีสมัยใส่หนูมาสมัยพอได้นั่งมาบานคล้ายจีขมายแกหาทำเนี่ยคลาเอาดังทางจียุนเด็กปันใต้เนี่ยมวยจุ่มนวลมาได้ทำเหมือนไรดิจ้าด้วยก็ในเนี่ยเพื่อไอ้กระซ่าแกดังฉบับนั้นค่ะทางนายยุนเนี่ยนะจีขมายประกอบอันนั้นในชมจุ่มเดียมเนี่ยสมัครนี้โดยชุดnàyเนี่ยได้อาโชเจิงลวดในเลือดตีซาดอยเหมือนเมียนการอูรตัวเหมือนเมียนกาขังสมบัติกรุ๊ปซับใบยางเด็กขนมตีซาลวดเปร่งหรือกอดซังในขนมตีกำเจียนุเพียรจ้าเนี่ยอาโชเจิงมาคือปุ๋ยยวนเตะปุ๋ยยวนเบียออดเมียนคาเตะได้ซาไอ้ตึกชมจุดเดียบจังสำหรับปุ๋ยยวนคือระบบเมนเจ้านี่อปะปอเตะใต้เอาไว้ได้กินทั่วใต้จำพวกขมายได้ชื่อขมายเพื่อประกอบได้เพื่อเอาเธอแต่ประคอมเอาขี้เนี่ยแต่เต็งเปร่งนั่นอะดำไหลไล่เข้าโยมมาลวดดำไหลเข้าคือสำหรับใต้ทางกายกระสังได้ชื่อขมายเปิดประกอบใต้ปนหนูไอ้ปันใต้สำหรับพวกทางกายกระสังไปสปีรอยในขนมประเทศกัมพูชีได้ชื่อยุนมือลอยเพียรอยใต้มันได้ชื่อขมายคล้ายแต่ชื่อขมายหายคล้ายชื่อทางกายกระสังแต่ก่อนนี้คือพวกแกอันนี้พอปากกว่าเลยนั่นคือจีเรื่องปิดแดนเมียนในขนมประเทศกัมพูชีแต่ผมชื่อเขาไหมส่วนทางกายกระสังตั้งดังไงโอเคไม่ได้สำหรับให้มือเตี้ยเปียกป้อนในช่วงจุดเดียบค่ะส่วนเตียกบังอากาศเทียดแล้วเคยมองออนกอดซับไซเคยกอดพกถ้ากรอนแต่เตียกบังแข็งเตี้ยนี่กรอนได้จิกาจับดาวมวยปีได้ตีเตี้ยเมียนชราตุยังประเทศกัมพูชีส่วนต่างให้ได้บันมีเรื่องนึงชาติเด็กจงปรำจังคือเอาไว้กลุ่มยังคือเตอตายกำจัดเนี่ยได้ปลอดช่างระบบอำนาจระบบล้วนปลอดช่างนั่งจะไว้นี่ระบบล้วนคือบันในทันเนี่ยได้ปลอดช่างจมวยนั่งอำนาจระบบกุ้มนิบได้ก้าได้บอกเราพอไปจ่ายยุนจันคือเถอะแต่cái cầm tịchจังเอาโยนเท้าอ่อนเตี้ยบันกลัวทอมจีกลัวทอมจีจังเนี่ยหนังเตอสลัดหนังเตอวินเนี่ยหนังเตอคอยขาดทนเทียนตรอมสมบัติกลัวประเภทใดเนี่ยต่อเขาเนี่ยปรังหรอกอันนั้นมวยเตี้ยให้มวยเตี้ยจะทานแบบทิพย์จงกราวเนี่ยเป็นขาหมกดิtrong có ban phong được nông story được có phong được nông quản miền man tràn đấy nơi pet hảo mốc đi nơi pet đai than là thiệp trong cao này là bom đánh ca cung đi chắc đua rồi luôn bản đấy thà xe từ cách những trâu đua rồi luôn chặt sọc cái trâu tại vừa oi xe từ cách là bom cung đi chân nằng cung mình đi tôi trang bị phong lông trâu tại đua rồi luôn haiสถานเพียบเยี่ยมใช่ในประเทศกัมพูชีดังนี้เหมือนที่ปีเซาท์เมโร P4 เราบอกจัน P4 นะแมน P3 คือ P4 คือเหมือนที่ปีเซาท์จงกราวเราบอกจันบันไดทาวิถมเนิบชื่ออ่ะ P3 P1 P2 อันนั้นบันไดทาวิถมให้วิปัจจัยชื่อคลังชื่อหรือก็เมโรเป็นสหายชื่ออ่ะเหมือนที่ปีเซาท์ P3 โอเคเป็นเสร็จcái đầu bắp bạc của mình chân đua rồi luôn làเป็นขังบอกกับบัดเลยออนดัดจิตหนังกัดหล่ะบันไดถ้าออนดัดจิตหนังกัดไปตีสาอุ้ยแต่ห่อหล่ะนี่ยังเคยน่ะตลอดมั้งอาจารย์ตีสาเวลาเสร็จกัดเยอะหรอคือเดือดซ้ายเดือดซ้ายใต้เบียร์เปิ้งไปเลอตุ่มพุ่มทุ่มในประเทศนึกขนมมาชอมโบเปียประเทศมาชอมโบเปียนู้นให้ได้คือจิตตีสาหนึกขนมกัดจุ้ยเสร็จกัดเยอะหรออาจารย์ทุนหอบไอ้เลยนี่คืออะไรเมียนหายเปรย์เวเนซุเอลาก็มันเมียนโฮโจถึงจันดิดได้hai nợ pe khai thảo mộc đi, friend nơi ở đó nơi mà trong bầu bia còn lên hô trôi tại chân kia đại, pro American nâng group ground cho sắm mắt homos, nợ pe thảo mộc đi, chăng, ca đây là chân, từ lon do friend nơi mà trong bầu bia đặt cái hai thằng, free nè, mình miên làm lại khai, friend chẳng có thở tại chưa cầm sẽ được bỏ chân. Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ những video hấp dẫn tôi chỉ tràn để trai bưng phải nó biết bộ luôn nó không có miền ở phòng đáy đào sải đào xa tay bị cướp krong thôn thiên preng nơi mà trong bầu bia nâng am đấy khẳng bộ cứ có am đấy là tin đại kia phải xét cứ
nơi America Latin thông chính kết cục trong thông chính kết cứ Venezuela ấy lấy những khơi ngay thà America cắt đạch chương viên nơi Venezuela rồi thầy ấy lấy ní America cầm phong cắt đạch chương mà bỏ viên nơi Iran rồi Iran cứ chia đồng bond đại thông chính kết đại cái hai ông nay thông chính kết nó không phải trong bô bia này đôi chứ này ấy lấy ní America cắt chủng hỏi đồng bông lại Iran ban cắt thập bắt cho sòng mặt hố mộ về đại bắt cho sòng mặt hố mộ ở vô tha bạc quan nơi tụm nhẹ tụm nôngเป็นนักการเซตกัดดอทอมรอบอเมริกหนังโลกข้างแหละโดยชนะมวยเตี้ยเวียกับป้าปอดđóอากูมันดีจันได้การนับบัตเตอร์อาจารย์ก็โทรบานโดยชนะก็ไพ่สไลด์เอาเอรองบาดใต้เอรองแรงบาดหายปันใต้แล้วแต่พอจังใกล้จะรอสมบัติฮอร์โมนีเตะบานกรกรองได้อเมริกเป็นไงให้อเมริกก็สัญญาท่านั่งช่วยกาเปียดอลกรมคนเพลงแต่งปรำหลุดดับผิดพบโลกได้ถ้ากายกรมคนเพลงในอังเลทอมจะเกมาคว้าได้คือในอังเลแต่แต่งปรำดอลทอมนี่แต่กดกรมเพลงตัวแต่งผิดพบโลกนี่เอาไอ้ดำนากาดักจุนจุนเพลงทอมด่าแล้วมึงทีนี้สวัสดิภาพเอาหมดร้อยทีร้อยจังจันแรงเมียนสัตว์หนึ่งน้องกาแดดบ่งโฮเพลงหลบบ่ปลอดเก่งนั่นเหมือนชอมโบเปียฟรีกี่ไทยหายเวียมันอาจกรบกรองอัดผิดโพลท่าหมอโพลในเลือผิดพบโลกบานโดยม้วนที่เด็กให้นักน้องนู้กับแปะพอนสมมตินักน้องประเทศกัมพูชีได้รวยได้ปรำจังเพลงแต่โยโจมเอาปีไทยโยโจมเอาปียุนตลอดมั้งคือเพลงโยมาปีจันแต่ออกปั่นได้ดาวซาใต้จะไว้เราบอกสมได้สลายสมได้เป๊ะอาจันซอกจันเอาอย่ายุนซีเลอร์ขบ้าเมเจ้าสำหรับขมายอาจันซอกจันเอาอย่ากายบ่มราจันเนอไทยซีเลอร์ขบ้าเมเจ้าสำหรับขมายอยู่เลยbây giờ người dây ở xong đầm nắng chai chai đọt thôm được không cầu cá cột cờ rồi bà công để chân nơi gì cả cái này cứ cua xa mê trao sọc mày bàn tay ở quay đây thọc tiêm mũi luôn cứ cua xa mê trao sọc mày thật là cầu cá si bị lơ cái ba rồi bà yuốn bị chân là hốt đó là mê đang nuông lái mũi tiệt mê đang nuông lái có si lơ cái ba rồi bà mê trao sọc mày đây vì muốn mê đang nuông lái nơi cầu mê trao sọc mày cái tay để dẹp bên cầu mà đi thôi ai mê trao là cầm đất lơ các ba rồi bỏ mê trao sao không ai mùi cất lại mùi tiền đó chứ này thằng lo máu để bị uống cái anh ăn crop đọc phê thằng nó đi cứ bị ăn ẩm pơ cũng rất là căng đây thì hai cả kênh pro anh cả lui ba những dây phía xa phải nên chỉ căng việc quan tay chỉ biện này bọc pu sờ bố vì miền khăm đấy bạn này thà đặt cho mua tao ô cả phơi bên đây chỉ cầm brand bên đây chỉ cầm đi bên đây chỉ cầm luôn ô giả hạ cân bên đây chỉ cầm được không tới Campuchia mà ha sẽ thay phơi bên đây chỉ cầm đi video đi còn tài chia bọc pu sờ bố thế bạn này thà pu bia mình bán phơi trên này bên đây chỉ cầm đỏ trâm trơ srom chặt bắp lẹ cả nặng chết nồng on trả chết bất bạc cọt thì còn tài sắm đai nhau vô tao ô bật cho miền nhạo video bất bạc cọt bật cho miền giả hạ cân bật cho miền đôi tại giờ mơ khơi than nhẹ để ai đâu xí bán tinh đầm này động nhà bong lôi ốc nhá là khai cho chia nè video sọp cho bạn nên một tiếng Campuchia cháu vô thang kêu chia xe thầy cái tiết khai để chia xe thao khai anh này ok hai là pe ấy lớn đi tiếng cô mà đi chân tiếng cô mà đi Campuchia vì mặt bán chưa chạy lơ con toa rồi còn vô thia là cao ca đặng nom rồi bọc luôn tiết tết chắc chắn bị pe đâyมาดูโรก็บอดกุ้มเหมือนจันเมาให้เมียนโรตรีแก่เมาตั้งปีนู้มาเตี้ยบันตัวเมาเบดได้อะกุ้มเหมือนจันบานจับโลจางยูเสียนั่งโลกเลี้ยวจันหลีได้เจียเมตัวอมนาจของปูบันตัวปีเจเมาปีเนี่ยได้บ้านใบทะเลแบบกวนจมูกหนึ่งปูกวนสหกาจมูกสหรัฐอเมริกจังกองตัวนักข่าวกับกวนดอกบอลโลกจางยูเสียโลกเลี้ยวจันหลีตรงนี้มันบ้านสมัครจมูกหนึ่งกรงดอกบอดีใจร่วมคือมันบ้านสมัครจมูกหนึ่งเมเจ้าจันเตะโดยฉันแน่เมเจ้าจันก็ไม่ดังได้ถ้าบาดเส้นจิตเพื่อสังเกตชาวบ้านนั่งกองตัวตัวนี้คือมันเพื่อดอยเป็นเล่นนู่นเต้เพราะกองตัวดอกบอกุ้มมันนี่จันจังอ๋อดังชาวบ้านถ่ายการน่าเพื่อสังเกตจมูกเลยคือเมียนแต่เพลย์สลับแต่ครัวซาเมเจ้าจันได้บรรจุผูกกวาดแต่สลับได้ปนหนอให้มวยจิตกวาดเมียนเพลย์เชื่อหลังชาวบ้านหลอกโดยฉันเอาไว้ได้ผู้อาโกมนี่หนังจัดการเลยเป้ได้จงกลายในการได้ใช้ตะไคร้หนังคล้ายกาบักบอลค
ខ្លាចការរើបំរាស់ខ្លាចភាពចលាចលទាំងអស់ទូទាំងប្រទេសចិននិងកម្ពុជាពួកវានឹងបញ្ចេញជាតិពុលដែលមានកម្រិតខ្លាំងបំផុតសម្រាប់អ្នកផ្នែកសិក្សាផ្នែកគីមីផ្នែកជីវៈគីមីជីវសាស្ត្រគាត់នឹងដឹងថាតើជាតិពុលនេះគឺជាប្រភេទកម្រិតធ្ងន់បែបណានៅពេលដែលការបិទផ្លូវរបស់អន្តរជាតិកើតឡើងហើយប្រជាជនចង់បះបោរឬបំរាស់ពួកគេដឹងច្បាស់ណាស់ថាបើប្រើកម្លាំងកងទ័ពច្បាស់ជាអាចកងទ័ពនឹងបែរអាវុធទៅរកពួកវាវិញដូច្នេះអ្វីដែលវានឹងត្រូវបង្ក្រាបដើម្បីបង្ក្រាបទាំងកងទ័ពបង្ក្រាបទាំងប្រជាជនកុំឲ្យមានការបះបោរពេលដែលភាពចលាចលសេដ្ឋកិច្ចមកដល់កាន់តែធ្ងន់ធ្ងរឡើងវានឹងបញ្ចេញជាតិពុលដែលមានឈ្មោះថា hot toxin ដែលពុលខ្លាំងដែលគ្មានរយៈពេលប្រតិកម្មបើន័យថាយើងមិនបានដឹងអំពីពេលវេលានៃការវាអត់មានបង្ហាញអំពីប្រតិកម្មទេតែវានឹងបណ្ដាលឲ្យហូរឈាមចេញតាមរុនទាំង7នៃរាងកាយរបស់មនុស្សដែលជាគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតហើយឥឡូវនេះផែនការនេះវាកំពុងតែបញ្ជាឲ្យកាយបម្រើរបស់វាទាំងអស់ដែលមានមន្ទីរពិសោធន៍មេរោគទូទាំងពិភពលោកក្នុងនោះគឺមាននៅក្នុងប្រទេសកម្ពុជាផងដែរមន្ទីរពិសោធន៍ P4 នៅកម្ពុជាក៏កំពុងតែរៀបផែនការនៅក្នុងការបញ្ចេញមេរោគជាតិពុលដ៏ធ្ងន់ធ្ងរតាមផែនការរបស់អាគមនេះចិននេះដែរនេះតាមរបាយការណ៍ស៊ើបអង្កេតរបស់អ្នកស៊ើបការសម្ងាត់ដូច្នេះតែត្រូវធ្វើអីអាមេរិកនឹងត្រូវប្រើយុទ្ធសាស្ត្រកាត់ក្បាលដោយ5ចឹងប៉ុន្តែនៅប្រទេសកម្ពុជានេះគេបានប្រើមេរោគផ្សេងបន្តរួចកំពុងតែប្រើសប្តាហ៍ថ្ងៃនេះគឺមកទាំងអស់តែយើងទាំងអស់គ្នាបានដឹងទេដូច្នេះបើអ្នកទាំងអស់គ្នានៅតែបន្តបែបនេះអ្នកទាំងអស់គ្នាស្លាប់មេរោគឬក៏អាគីមីពុលដែលខ្លាំងនេះចេញមិនទាន់ដល់ផងអ្នកទាំងអស់គ្នាស្លាប់ហើយព្រោះយើងដឹងហើយនៅក្នុងចំណីអាហារគ្រប់ប្រភេទនៃការរស់នៅរបស់យើងទាំងអស់គ្នាកំពុងប្រឈមនឹងបញ្ហាទាំងអស់នេះតែអ្នកទាំងអស់គ្នានៅធម្មតាខ្ញុំក៏មិនដឹងធ្វើមិនដែរអូខេម្ដងទៀតការបិទផ្លូវអន្តរជាតិកើតឡើងហើយប្រជាជនចង់រើបំរាស់ឬក៏បះបោរពួកគេបញ្ចេញជាតិពុលដែលមានឈ្មោះថា hot toxin ដែលពុលខ្លាំងគ្មានរយៈពេលប្រតិកម្មដែលបណ្ដាលឲ្យហូរឈាមចេញតាមរុនទាំង7នៃរាងកាយដែលប្រទេសដែលមានមន្ទីរពិសោធន៍ទាំងអស់ដូចជានៅក្នុងនោះមានកម្ពុជាគឺមានមន្ទីរពិសោធន៍ P4 ហើយនៅអឺរ៉ុបខាងកើតនៅមជ្ឈមបូព៌ានិងមួយទៀតអ្វីដែលវាកំពុងតែគំរាមកំហែងខ្លាំងមួយទៀតគឺនៅជប៉ុនវាដឹងថាពេលដែលប្រទេសជប៉ុនទទួលបាននាយករដ្ឋមន្ត្រីថ្មីដែលមានបេះដូងល្អអញ្ចឹងផែនការមន្ទីរពិសោធន៍របស់ពួកអាកុម្មុយនីសចិននៅប្រទេសជប៉ុនដែលមានចាំទេពេលដែលសម្ដេចពុកគាត់ទៅទស្សនកិច្ចនៅប្រទេសជប៉ុននោះគឺការពិតគឺទៅពាក់ព័ន្ធជាមួយនឹងការបង្កើតមន្ទីរពិសោធន៍នៅប្រទេសជប៉ុននេះឯងជាមួយនឹងអាមេដឹកនាំដែលក្បត់ជាតិជប៉ុនដែលបានសម្លាប់លោកអាបេនោះណាគឺមេដឹកនាំហ្នឹងគឺជាដៃគូរបស់ហ៊ុនសែនហើយអ្វីដែលហ៊ុនសែនទៅជប៉ុនលើកនោះមិនមែនគាត់ទៅទស្សនកិច្ចទេគឺជាការទូតបានន័យថានាំសាររបស់កុម្មុយនីសចិនដើម្បីពិភាក្សាអំពីមន្ទីរពិសោធន៍នៅប្រទេសជប៉ុនហើយមន្ទីរពិសោធន៍នៅជុំវិញប្រទេសជប៉ុនទាំងអស់នោះនឹងត្រូវផ្សព្វផ្សាយនៅពេលដ៏ខ្លីខាងមុខនេះប៉ុន្តែគេដឹងច្បាស់ថាបើសិនជាប្រទេសជប៉ុននឹងផ្សព្វផ្សាយមន្ទីរពិសោធន៍នេះភ្លាមដោយមិនមានការទប់ស្កាត់ជាមុននៅក្នុងផែនការសម្លាប់និងបំផ្ទុះមន្ទីរពិសោធន៍ពួកវានឹងសម្លាប់ប្រជាជនជប៉ុនពាក់កណ្ដាលនៃប្រជាជនជប៉ុនទាំងមូលដោយគីមីពុលនិងមេរោគទាំងអស់នេះដោយបំផ្ទុះនៅមន្ទីរពិសោធន៍ជុំវិញប្រទេសជប៉ុនទាំងមូលនេះឯងនៅក្នុងប្រទេសកម្ពុជាក៏ដូចគ្នាដូច្នេះឥឡូវនេះគេកំពុងតែធ្វើការរៀបចំនៅក្នុងគេហៅថាទាំងប្រទេសទូទាំងពិភពលោកអាមេរិកកំពុងសហការជាមួយប្រទេសទាំងអស់នៅក្នុងការលុបបំបាត់និងកំទេចនៅមូលដ្ឋានហើយបូករួមទាំងមន្ទីរពិសោធន៍ទាំងអស់នេះប៉ុន្តែយើងត្រូវគិតថាយើងរាល់ថ្ងៃនេះគឺមេរោគខ្លាំងគីមីនិងជាតិពុលច្រើនហើយបើយើងនៅតែបន្តទៀតយើងគឺអត់មានជីវិតសល់ទេសម្រាប់ជប៉ុនគេកំពុងធ្វើការមិនមានយ៉ាងណាតែយើងអត់មានអ្នកណាចេះដឹងក្នុងការដោះស្រាយបញ្ហាទាំងអស់នេះទេនៅពេលដែលមន្ទីរពិសោធន៍ដែលបានសាងសង់នៅជុំវិញជប៉ុនដែលត្រូវបានចេញផ្សាយបកគមនេះចិននឹងលុបបំបាត់ពាក់កណ្ដាលនៃប្រជាជនជប៉ុនបានន័យថានឹងសម្លាប់ប្រជាជនជប៉ុនជាងពាក់កណ្ដាលនៃប្រជាជនប៉ុន្តែជប៉ុនគេខ្លាំងគ្រប់ប្រភេទអញ្ចឹងគេអាចបន្សាបវាបានសំណួរសួរថាយើងបន្សាបភាសាអីយើងអត់មានអ្វីជារបស់ខ្លួនឯងទេដំណាក់កាលនេះគឺដំណាក់កាលដែលគ្រោះថ្នាក់បំផុតដែលអ្នកទាំងអស់គ្នាអាចដួលស្លាប់ដោយមិនដឹងខ្លួន
mình men chỉ rương quan tay nơi happy nơi thoải mái nơi điệp ca nơi ô nơi lang tia nơi liệp bằng uất kia sát này nè tụi kia còn bông tay cho nơi một chút này vô mà đi cái nè tụi kia thưa đôi thò mà đãนี่คือเชื่อระบายกาเสพกาสำงักมันแม่นครานแต่จะกาสมัยเด็กใครเอาไว้ได้ช่วยยังบ้านตอนเปรี้ยđược trong điều gì chứ cứ miễnแต่ไปหาขี้ใต้ปนนกเนี่ยแต่ว่าคืนนี้อันนี้จำเรื่องเอฟเซนเท่บ้านเนี่ยแต่ว่าคืนนี้มันถอยเท่เพลย์คือmiễnแต่สลับใต้ปนนกไงแปะป้อนนึงจุ่มนุ่นเงยขนมระบบเจ้าแต่เนี่ยจำนวนคือเจียไว้นักขนมเตะกำเจียกับอ้อยเมื่อคืนท่านนักขนมเตะกำเจียเนี่ยจำนวนคือเจียออกหยาไหมคือเจียออกหยาคือเจียมหาเศรษฐีคือเจียเนี่ยรอกสีคือเนี่ยโจกใจไหมเนี่ยโดยเจียโลกออกหยามองรันทีโดยเจียโลกออกหยาปงคิ้วใส่ไงเนี่ยโดยเจียโลกออกหยาสกกุ่งยุนสกกุ่งจันปงคิ้วใส่นะอันนั้นแสดงว่าหยาโดยเจียโลกออกญายุ่นถ่ายกายบริวิเมียนสำนักอันนั้นเนี่ยวิดีโอเนี่ยจุ่มนุ้ยอย่านั่นสองขมายเอาแต่ละเงี้ยญาคือเนี่ยจุ่มนุ้ยคือเจียหมอฮาเซไทยแต่พวกอันนี้คือเจียพวกหมอฮาเซเท่าพวกกรมก็ทาหมอฮาเซเท่าโลกหมอฮาเซเท่าพวกก้อยนะก็ทาโลกหมอฮาเซเท่าโอเคเนี่ยจำนวนคือเชื่อไปพวกแกมันเมียนดำไล่ข้างอะไรอย่าทอดเด้ทำไมยังไม่จำนวนเหมือนตอนโยนปีอะไรอย่าทอดเด้ช่วงปีดามาก่อนตอนโยนปีอะไรอย่าทอดนะได้อะไรอย่าทอดบันไดค่ะกัดเพื่อเอาไอ้ปลาซาไลโน่พวกพูดเรื่องบันไดค่ะบาซันเจี๋ยพวกเนี่ยจำนวนแต่ก่อนนี่คือชื่อเนี่ยจำนวนจำเต้าซ้อมฉบับหนังเพื่อเอาไอ้ปลาเด็กจิตนั่งปลาจิตจนด้วยหนึ่งน้องเพียบไลโน่เพียบรงเรื่องนังจี้แบบเพียบหล่อนังปงขปุ่นบันไดค่ะเมียนจะกระไดซกเมียนจังจำโนเมียนจังพาซกกระเพียบจังไก่ตียั่วกรบปลอกเผ็ดปันใต้สำนู้สู้ท่าศกขมายออกยาปันนั้นเมื่อเนี่ยมนแต่มาปอนจริงเนี่ยได้เลยลางดอจุดโจมเมื่อไหนเจ้าสู้ท่าตั้งไปเป้แต่เมียนปูเวียแต่อ๋อในลางเมาตาประเทศกัมพูชีอะไรอย่าทัวนึกขนมประเทศกัมพูชีเวียล้อแบบไหนแต่การวันนั้นนึกนงสังคมเราบอกยังรอดไงนี่เวียเมียนเพียบไหลโนเมียนเพียบละอปลาสาเมียนจะกระไดซอกเมียนซ้อนเกะซอกสวัสดิ์เพียบการวันนั้นโดยเพียบเกาะกระไดหนังเมียนซ้อนติดเพียบอย่างเพลย์กายหายเพลย์จัดได้หรือดิแต่เรามองไปมันได้ค่ะปูเวียกรอนตายเจียปอปุกในขนมปลาเตะบัตรกาเปลี่ยนได้จักรให้มันได้ผลแต่พอได้เมียนเพียบได้จำได้โดยชนายประดิษฐ์เรื่องนี้เยอะอย่างจอมกรอนแต่เปล่าชั่วโมงแต่กรุบย่างคือจะกล้าคลายนี่ก็เชื่อระบายกาเราบอกกาซึมเกยเราบอกอันตรายจริงได้ปันได้ยังเมื่อตาเมียนจังอดเคยไงมันเคยใช้เตียไอ้ดอมในไทยปานบอกไอ้เมียนบองปอนยังก็เสียดายโอ้ไอ้ดอมนั่งจุดละออนนะไอ้ดอมนั่งก็จุดละออนนะมันกูน่าใช้เตียกอดได้ยังก็จุดละออนปันนั่งไอ้ไหนใช้เตียนะก็ใจลอยก็แต่ซาใจลอยไปเชื่อบรอดนะจ๊อบสมนู้ซูมวยตาไอ้ดอมน้องมนบานใครจีไอ้ดอมนั่งอ่ะก็ถือบานลอยไปน้ำมั้งดับใบบานดับไหนจีไอ้ดอมตาก็รกซีเอาไว้คลักก็รกประพบจำนวนเมาไปหนาคลักประพบจำนวนก็ได้บานเมาหนูอำเภอปกระลุยเมียนได้เท่กะเกงระวังเมียนออดกับลอนกาสำรับโดยสอบฉบับเมียนได้ด้วยก็ออดตาสระขมายออกญาไอ้ดอมออกญาหรือก็รวมอันตรายมวยน่ะได้เจอมนุษย์ได้สะอาดสะอมบางเส้นจีรวนในขนมระบบอมนาเจ้าหายเมียนมันตรายสะอาดสะอมเด็กบังอัดยูเตชอเจอมันบ้านở phanh buôn mauเตจะบาดเจ็บตระหนเด็กบังแค่ใจไทยปังใต้สมนัวสู้ท่าตาเมียมนูหล่อเป็นชาปังใต้สู้ท่ากวาดมันไอเจอเรือบ้านใต้เหรอนี่ก็จ้ามาเจี๊ยถามพวกกวาดเมียนจัดหนึ่งขนมกาเจอเลยพวกกวาดกับปงรงจำโรตรีแกบันในฐานเนี่ยได้จมนัว
តំណែងរបស់គ្រួសារមេចៅស្រុកខ្មែរគាត់នឹងបត់ទៅតាមរ៉ូទ្រីហ្កេស100 degree បានន័យថា 100% គឺគាត់ត្រូវតែដួលរំលំគ្រួសារអាមេចៅស្រុកខ្មែរសម្ដេចគាត់អត់ស្គាល់ទេអាមេចៅស្រុកខ្មែរសម្ដេចគាត់អត់ស្គាល់ទេជាជនស្គាល់ច្បាស់ប៉ុន្តែបើសម្ដេចទាំងគ្រួសារគាត់អត់ស្គាល់ទេអូខេអ្នកអុកញ៉ាទាំងអស់នៅស្រុកខ្មែរត្រូវបានគេហៅថាអ្នកជំនួញឬក៏គេហៅថាសហគ្រិនអ្នកវិនិយោគអ្នកជំនួញគឺជាភ្នាក់ងារពង្រីកសង្គមដោយមិនបង្កើតអរិយធម៌ឬទ្រព្យសម្បត្តិឡើយសហគ្រិនមានភាពច្នៃប្រឌិតបង្កើតអរិយធម៌ណែនាំសង្គមនិងបង្កើតទ្រព្យសម្បត្តិប៉ុន្តែរបបចៅប្រើឈ្មោះល្អរបស់នៃពាក្យអរិយធម៌វប្បធម៌ពាក្យគេហៅថាពាណិជ្ជកម្មសហគ្រិនតែអ្នកទាំងអស់នោះគឺសតែជាប្រភេទចោលទាំងអស់គ្មានមួយណាដែលមិនមែនជាចោលទេព្រោះអ្នកដែលជាសហគ្រិនដែលជាអុកញ៉ាដែលជាអ្នកពាណិជ្ជកម្មនៅក្នុងរបបចោលយើងមើលទៅតែប្រទេសកម្ពុជាផលិតអីបានខ្លះឥឡូវនេះអូគ្រប់គ្រងស្នាដៃខ្មែរគ្រប់គ្រងស្នាដៃខ្មែរមិនមែនខ្ញុំនិយាយចេះបានន័យថាខ្មែរគ្មានសមត្ថភាពទេប្រជាពលរដ្ឋខ្មែរដូនតាខ្មែរគឺជាមនុស្សដែលអស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រដែលពិភពលោកគេស្ញប់ស្ញែងប៉ុន្តែក្រោយពីការគ្រប់គ្រងជិត100ឆ្នាំនៃអាគមនិយមចិនដែលត្រួតត្រានៅលើប្រទេសកម្ពុជាតាំងពីសម័យអាបារាំងតាំងពីសម័យអាចិនអាយួនដែលត្រួតត្រាកັບចម្លាប់ខ្មែរជាន់ខ្មែរប្លន់ខ្មែរគ្រប់ចំនួនមករហូតមកដល់បច្ចុប្បន្នធ្វើឲ្យតម្លៃកិត្តិយសរបស់ខ្មែរត្រូវអាប់អោនមិនមែនប្រជាជនជាអ្នកធ្វើឲ្យអាប់អោនទេប៉ុន្តែពូជអាក្បត់ជាតិទាំងគ្រួសារដែលវាជាអ្នកធ្វើឲ្យអាប់អោនដូចជាពូជអាក្បត់ជាតិសីហានុពូជអាត្រសក់ផ្អែមដូចជាពូជអាពតដូចជាពូជអាឆ្កែយួនចិនសពថ្ងៃនេះដែរមែនទេសម្ដេចពួកអស់នេះបើសិនជាសម្ដេចជួបវិញអូហែងច្បាស់ជាដាច់កហើយមែនទេតែអត់ដែរជួបមួយសម្ដេចសោះពួកអស់ណាសម្ដេចជួបតែជាមួយប្រជាពលរដ្ឋស្រូតត្រង់ដល់ជួបអត់ដែរជួបជាមួយនឹងពូជអាក្បត់ជាតិអាឆ្កែចិនយួនអស់នេះអូហែងបើហ៊ានខ្លាំងជាមួយនឹងគ្រួសារសម្ដេចហែងបាត់ដាច់កបាត់ហើយអាឆ្កែចិនអាឆ្កែយួនអាពូជដេរេឆាននៅសម្ដេចណោះហើយកុំមកចង់ខ្លាំងជាមួយសម្ដេចអញណាសម្ដេចពុកខ្លាំងណាស់ណាហើយកុំចង់ខ្លាំងអូនអញប្រាប់ឯងឲ្យដឹងនៅពេលដែលដំបូងពួកអាកុម្មុយនីសគិតថាវានឹងជោគជ័យនៅក្នុងការគ្រប់គ្រងអំណាចពិភពលោកប៉ុន្តែវាភ្លេចខ្លួនរឿងមួយនៅអ្វីដែលវាធ្វើទាំងអស់នេះវាត្រូវបានធ្វើឲ្យដាក់ស្មារតីពិភពលោកមើលឃើញអំពីភាពខូខើប្រៃផ្សៃរបស់ពួកវារហូតធ្វើឲ្យភាពតាក់ទាញបានធ្វើឲ្យពិភពលោករួមកម្លាំងគ្នាដើម្បីកំទេចពួកអាកុម្មុយនីសផ្ដាច់ការអញ្ចឹងដំបូងឡើយផែនការវាបំបែកវាគ្រប់គ្រងប្រទេសទូទាំងពិភពលោកទៅដើម្បីបំបែកកម្លាំងតែដល់ពេលឥឡូវនេះភាពបរាជ័យរបស់វាធំធេងខ្លាំងបំផុតតែវាបានខ្លាយទៅជាសត្រូវរបស់ពិភពលោកទាំងមូលបាត់ទៅហើយទី1អាមេរិកបាច់ខ្លីច្រើនទេបាច់វាយជាមួយចិនទេពេលដែលអាមេរិកធ្វើសង្គ្រាមជាមួយនឹងអាមេរងអាក្រក់នេះណាគឺជាការឆ្លុះបញ្ចាំងនៅក្នុងករណីដែលធ្វើឲ្យប្រទេសដែលបានពាក់ព័ន្ធជាមួយអាគមនិយមចិនទាំងអស់នេះណាជឿជាក់ 100% ថាសមត្ថភាពបច្ចេកវិទ្យាសពាវុធរបស់អាគមនិយមចិនមិនអាចការពារអំណាចពួកវាដែលជាជនផ្ដាច់ការកុម្មុយនីសឬក៏ពួកឆ្វេងនិយមពួកសកលនិយមបាននោះទេហើយអ្វីដែលលយមួយទៀតគឺអាមេរិកទុកឱកាសឲ្យពួកទាំងអស់នោះមានសិទ្ធិជ្រើសរើសចូលរួមជាមួយអាមេរិកដើម្បីកំទេចអាគមនិយមចិនដោយដែលខ្ញុំធ្លាប់និយាយកន្លងមកថាលទ្ធផលចុងក្រោយប្រទេសទាំងអស់នៅលើពិភពលោកនឹងរួមគ្នាដើម្បីកំទេចអាគមនិយមចិនត្រឡប់ទៅវិញបកគមនិយមចិនខ្លាយទៅជាសម្បត្តិអាក្រក់របស់ពិភពលោក
បកគមនេះចិនដែលហៅកាត់ថា CCP បានខ្លាយទៅជាសុបិនអាក្រក់របស់ពិភពលោកដោយចាប់ចម្រិតប្រជាជន 1400 លាននាក់កន្លងមកវាធ្វើអញ្ចឹងដើម្បីឲ្យពិភពលោកស្អប់ប្រជាជនចិនទាំងអស់ឲ្យយល់ថាសិតតែជាមនុស្សអាក្រក់ដូចជាអាមេដឹកនាំកុម្មុយនីសចិនអាហ្នឹងដូចយើងអញ្ចឹងអារបបមេចៅស្រុកខ្មែរវាធ្វើឲ្យពិភពលោកមើលមកថាឲ្យតែជាខ្មែរសិតតែជាមនុស្សខូខើប្រេងផ្សៃដូចអាប៉ោដូចអាមេចៅស្រុកខ្មែររាល់ថ្ងៃអញ្ចឹងដែលសម្រាប់ជាតិសាសន៍ខ្លួនឯងបំផ្លាញប្រទេសខ្លួនឯងអញ្ចឹងដែលធ្វើឆ្កែបំរើរបស់កុម្មុយនីសជនចិនអញ្ចឹងនេះគឺដោយសារតែពិភពលោកមិនទាន់បានញែកដាច់ហើយមួយទៀតដែលមិនអាចញែកដាច់នោះដោយសារអីដោយសារតែពិភពលោកកន្លងមកគឺជាពិសេសអាវុធដែលសាហាវជាងគេនៅលើពិភពលោកគឺពួកអាប្រព័ន្ធផ្សព្វផ្សាយនុយក្លេអ៊ែរទាំងអស់នេះឯងដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយអំពើពុករលួយឬក៏គេហៅថាសារព័ត៌មានស្រីពេជ្រប្រព័ន្ធផ្សព្វផ្សាយស្រីពេជ្រដែលខ្ញុំជម្រាបអ្នកទាំងអស់គ្នានេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាកុម្មុយនីសចិនទូទាំងពិភពលោកអាកុម្មុយនីសផ្ដាច់ការនិងសកលនិយមប៉ុន្តែក្រោយពីពេលដែលលោកប្រធានាធិបតីដូណាល់ត្រាំបានឈ្នះឆ្នោតតាមពិតគឺជាការឈ្នះឆ្នោតលើកទី3ដែរព្រោះអង្គការឆ្នាំ2020បោះឆ្នោតអាណត្តិទី2របស់គាត់គឺគាត់ឈ្នះតែអាចិនបានរួមគ្នាជាមួយនឹងពួកអាឆ្វេងដែលក្បត់ជាតិអាមេរិកបានលួចសិលឹកឆ្នោតរបស់គាត់ពេលដែលបោះឆ្នោតអាណត្តិក្រោយដែលមានការត្រួសត្រាយនិងមានការរួមចូលគ្នាពីអ្នកដែលមានបេះដូងល្អនៅសហរដ្ឋអាមេរិកមានទាំង Elon Musk មានទាំងអ្នកថ្នាក់ដឹកនាំផ្សេងដែលគេមានបេះដូងល្អធ្វើឲ្យការបោះឆ្នោតនេះវិលមករកនៅភាពត្រឹមត្រូវដែលធ្វើឲ្យសហរដ្ឋអាមេរិកឈ្នះឆ្នោតដោយលោកប្រធានាធិបតីដូណាល់ត្រាំទទួលបានបេះដូងរបស់ប្រជាពលរដ្ឋអាមេរិកខ្លាយទៅជាប្រធានាធិបតីស្របច្បាប់ដូច្នេះលោកប្រធានាធិបតីដូណាល់ត្រាំគឺជាមនុស្សដែលមានភាពច្បាស់លាស់ហើយគាត់ក៏មិនត្រូវឲ្យពិភពលោកយល់ច្រឡំលើប្រជាជនចិនដែលស្លូតត្រង់ដែលរងគ្រោះដែលស្លាប់ដែលវេទនាដោយប្រជាជនខ្មែរយើងអញ្ចឹងដែលរងគ្រោះដែលវេទនាអញ្ចឹងបានជាគាត់ធ្វើឲ្យមើលឃើញអីទី1មុននឹងគាត់កំចាត់ម៉ាឌូរ៉ូគឺគាត់បានដាក់ឈ្មោះជាអន្តរជាតិឲ្យរបបម៉ាឌូរ៉ូគឺជារបបអ៊ុក្រិតកម្មមិនមែនជារដ្ឋាភិបាលវេណេស៊ុយអេឡាទេបើកាលណាវាជារដ្ឋាភិបាលវេណេស៊ុយអេឡាបានន័យថាវាតំណាងឲ្យប្រជាជនវេណេស៊ុយអេឡាទាំងដែលប្រជាជនវេណេស៊ុយអេឡាគឺជាអ្នកដែលរងគ្រោះធ្ងន់ធ្ងរដោយប្រជាជនកម្ពុជាកន្លែងនេះហើយដែលជាអារបបមេចៅស្រុកខ្មែរកំពុងជាយាមជាវៀងពីការដាក់ឈ្មោះរបស់អាមេរិកទៅលើអារបបដេរឆានរាល់ថ្ងៃនេះថាជាក្រុមអ៊ុក្រិតកម្មជាក្រុមអ៊ុក្រិតកម្មមិនមែនជារដ្ឋាភិបាលស្របច្បាប់ទេវាកំពុងជាយាមកុំឲ្យអាមេរិកយកឈ្មោះកុំឲ្យអាមេរិកដាក់ឈ្មោះវានៅក្នុងចំណុចហ្នឹងប៉ុន្តែទឹកចុងក្រោយវាត្រូវតែទទួលបានឈ្មោះនេះព្រោះដោយសារតែវាបានក្បត់អាមេរិកវានឹងប្រើមេរោគនឹងជាតិពុលនៅមន្ទីរពិសោធន៍ P4 ដើម្បីបំផ្ទុះហើយឥឡូវនេះវាកំពុងប្រើមេរោគនៅក្នុងប្រទេសកម្ពុជាទាំងដែលខ្មែរអត់បានដឹងនឹងសម្រាប់ខ្មែរគ្រប់រូបភាពទាំងអស់ដូចជាតាមឲ្យមើលឃើញជាពិសេសដូចខ្ញុំនិយាយអញ្ចឹងគឺមន្ទីរពេទ្យទូទាំងប្រទេសជាកន្លែងដែលសម្រាប់ខ្មែរយ៉ាងប្រេងផ្សៃបំផុតអូខេបកគមនេះចិនបានខ្លាចទៅជាសុបិនអាក្រក់របស់ពិភពលោកដោយចាប់ចម្រិតប្រជាជនចិន 1400 លាននាក់ដើម្បីបំផ្លាញពិភពលោកហើយឲ្យពិភពលោកឲ្យតែឃើញជនជាតិចិនចង់តែសម្លាប់ប៉ុន្តែឥឡូវនេះត្រូវបានញែកដាច់ពីគ្នាដោយសារតែប្រជាជនចិនដែលគេជាអ្នកកំចាត់របបកុម្មុយនីសបានប្រកាសជាចំហបូករួមទាំងភាពច្បាស់លាស់និងបេះដូងល្អរបស់រដ្ឋបាលរបស់រដ្ឋាភិបាលរបស់លោកប្រធានាធិបតីដូណាល់ត្រាំបានប្រកាសយ៉ាងច្បាស់លាស់ថាអាមេរិកគឺមានសត្រូវដ៏ធំបំផុតគឺគណៈបកកុម្មុយនីសចិនដែលហៅកាត់ថា CCP បានន័យថាអាមេរិកមិនមែនសត្រូវរបស់ប្រទេសចិនទេប៉ុន្តែគណៈបកកុម្មុយនីសចិនគឺជាសត្រូវដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកនេះគឺជាការដែលបញ្ជាក់យ៉ាងច្បាស់ដូច្នេះដែលខ្ញុំតែងតែលើកឡើងថារបបអាមេចៅស្រុកខ្មែរមិនតំណាងឲ្យប្រជាជនខ្មែរទេចាเพื่อนไทยแหละហ៊ុនសែនand ហ៊ុនម៉ាណែតไม่มีกัมพูชา you know ហ៊ុនសែនand ហ៊ុนម៉ាណែតไม่มีกัมพูชา
Hun Sen and Hun Manet no president Cambodia Hun Sen and Hun Manet dictatorship Hun Sen family Hun Sen and Hun Manet it's criminal people Cambodia no need family Hun Sen and Hun Manet yeah ហើយអំណាចទាំង3របស់បកកុម្មុយនីសចិនគឺមានអ្វីទី1គឺលុយយួនបានន័យថាវាគ្រប់គ្រងការបោះពុម្ពលុយអាហ្នឹងដូចអារបបមេចៅស្រុកខ្មែរអញ្ចឹងដែលវាអាចមានឥទ្ធិពលអាចរក្សាអំណាចវាបាននេះដោយសារអីការបោះពុម្ពលុយផ្ដាច់មុខលើវាទាំងអស់ដោយសារតែប្រជាជនមិនអាចងើបរួចបូករួមទាំងមិនត្រឹមតែប្រជាជនទេអ្នកមានទួនាទីតំណែងគ្រប់សពបែបយ៉ាងគ្មានសិទ្ធិនៅក្នុងហើយមានការបាក់ស្បាតមិនរើបំរាស់ជាធម្មតាប្រទេសនៅលើពិភពលោកកាលណាប្រទេសមួយបោះពុម្ពលុយខ្លាំងខ្លាយហើយបញ្ជាក់ថាបើសិនជាការបោះពុម្ពលុយខ្លាំងខ្លាយដូចនៅកម្ពុជាដែលធ្វើឲ្យលុយរូបិយប័ណ្ណនេះណារូបិយប័ណ្ណជាតិនេះมันអាចចរាចរនៅលើទីផ្សារអន្តរជាតិឬក៏នៅក្នុងតំបន់អាស៊ីវាជាទង្វើខុសច្បាប់រួចបាត់ទៅហើយប៉ុន្តែប្រទេសកម្ពុជាបានធ្វើឲ្យប្រជាជនមិនចាប់អារម្មណ៍មិនហ៊ានក្អកតែសុកចិត្តឲ្យគេសម្លាប់នេះគឺជាអំណាចរបស់វាឃើញទេចំណែកនៅចិនលុយយួននេះក៏ជាអំណាចរបស់វាដែរប៉ុន្តែវាអាចប្រើលុយយួននេះចរាចរនៅលើទីផ្សារលើពិភពលោកបានតែឥឡូវនេះអាលុយដែលវាត្រូវតម្កល់នៅក្នុងការដែលវាអាចចរាចរដើម្បីឲ្យលុយយួនរបស់វាដូរនៅលើទីផ្សារពិភពលោកវាត្រូវចប់ហើយតែខ្ញុំនិយាយថាលុយដែលវាតម្កល់នៅលើទីផ្សារអន្តរជាតិដើម្បី trade ទំនិញយកដើម្បីដូរជាដុល្លារ trade ទំនិញដែលមានតម្លៃរហូតដល់3000លានដុល្លារកន្លងមកនោះដែលលុយតម្កល់នោះឥឡូវនេះអស់ហើយលុយហ្នឹងហើយវាអត់មានលុយតម្កល់នៅលើទីផ្សារអន្តរជាតិដើម្បីផ្លាស់ប្ដូរទំនិញឬក៏គេហៅថា trade ទំនិញជាលុយដុល្លារទៀតទេកន្លែងនេះដែលវាត្រូវងាប់កន្លែងហ្នឹងដែលវាត្រូវកំពុងតែត្រូវងាប់គេធ្វើឲ្យវាងាប់អាហ្នឹងអញ្ចឹងហើយបានកន្លងមកដែលវាឲ្យយល់ថាវានឹងបង្កើតនៅអង្គការ COS SCO ដែលហ៊ុនម៉ាណែតទៅប្រជុំដែលជាអង្គការបំផ្លាញលុយដុល្លារហើយអ្វីដែលវាបង្កើតប្លុកបរិសដើម្បីបំផ្លាញដុល្លារអាមេរិកគឺដើម្បីលើកស្ទួយលុយយួនរបស់វានិង digital លុយយួនរបស់វាដើម្បី trade ទំនិញដើម្បីកំទេចលុយដុល្លារប៉ុន្តែលទ្ធផលឥឡូវនេះវាជាអ្នកងាប់ស្ដោកតែម្ដងអូខេអំណាចទាំង3របស់បកកុម្មុយនីសចិនដែលហៅកាត់ថា CCP គឺ CCP OMB ដែលផលិតនៅប្រទេសចិនបានន័យថាលុយយួនដែលបោះពុម្ពនៅប្រទេសចិនហើយអំណាចទី2គឺមេរោគនេះឯងគឺវិទ្យាស្ថានវូហានហើយនឹងមន្ទីរពិសោធន៍មេរោគទូទាំងពិភពលោកដែលវាបានធ្វើអាហ្នឹងគឺជាអំណាចទី2បានន័យថាមេរោគឬក៏មន្ទីរពិសោធន៍មេរោគទូទាំងពិភពលោកនេះគឺជាទាហានដែលស្មោះត្រង់ជាមួយនឹងពួកវាខ្លាំងបំផុតបានន័យថាវាមិនអោយវាមិនទុកចិត្តលើកងទ័ពរបស់ចិនទូទាំងប្រទេសទេឥឡូវនេះអ្វីដែលវាសង្ឃឹមនឹងជឿជាក់ដែលស្មោះត្រង់ជាមួយវាគឺមេរោគបានន័យថាមន្ទីរពិសោធន៍ទូទាំងពិភពលោកកំពុងតែធ្វើការងារយ៉ាងកក្រិតកក្រែងដូចខ្ញុំ5អញ្ចឹងនៅកម្ពុជាគឺមានមន្ទីរពិសោធន៍ P4 របស់ចិនដែលទំនើបខ្លាំងជាងអាមន្ទីរពិសោធន៍នៅមជ្ឈិមបូព៌ាទៅទៀតទី3គឺកម្លាំងខ្សែសង្វាក់ផ្គត់ផ្គង់ Max ដែលជាកម្លាំងនៃខ្សែសង្វាក់ផ្គត់ផ្គង់គឺប្រព័ន្ធបច្ចេកវិទ្យាទំនើបអាហ្នឹងគឺជាកម្លាំងរបស់វាហើយប៉ុន្តែអាហ្នឹងតិចទៀតដួលចំណែកអាប្រព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ដែលជាម៉ាស់នេះតិចទៀតអាមេរិកកាត់ដាច់ហើយចំណែកមួយទៀតលុយយួននេះតិចទៀតនៅប្រទេសចិននឹងត្រូវคล้ายទៅជាក្រដាស់ដែលមិនអាចជូតសូម្បីតែកកូតបានន័យថាវាថោកជាងអាក្រដាស់កកូតទៅទៀតចំណែករូបិយប័ណ្ណនៅប្រទេសកម្ពុជាក៏វាដូចគ្នាលុយរូបិយប័ណ្ណដែលវាបោះពុម្ពនៅប្រទេសកម្ពុជានៅពេលដល់ខ្លីខាងមុខនេះគឺបានន័យថាថោកជាងក្រដាស់កាត់លាមកទៅទៀតអាហ្នឹងហើយអាមេរិកគេមិនបណ្ដោយឲ្យវារួចខ្លួនទេ
โดยฉะนั้นវាក៏ដឹងដែរថាយុទ្ធសាស្ត្រកាត់ក្បាលរបស់អាមេរិកនឹងរត់ទៅរកពួកវាជាមិនខានមុននឹងវាបោកផ្ទុះត្រង់ត្រីធំនៅជាតិពលដ៏ខ្លាំងអញ្ចឹងវាកំពុងតែបញ្ចេញទាំងមេរោគបង្កើតទាំងកត្តាអាកាសធាតុបង្កើតទាំងការស្លាប់គ្រប់ប្រភេទកាន់តែខ្លាំងសម្រាប់ប្រជាជនខ្មែរតែអ្នកទាំងអស់គ្នាមិនជឿក៏អត់ទៅព្រោះខ្ញុំក៏មិនត្រូវឲ្យការជឿខ្ញុំដែរបើអ្នកសុខសាន្តហើយក៏សុខទៅមួយទៀតយើងឃើញឥឡូវនេះនៅប្រទេសកម្ពុជាបន្ទាប់ពីការប្រកាសនៅក្នុងការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញហើយឥឡូវនេះសម្ដេចកំពុងតែប្រកាសថាប្រទេសកម្ពុជានឹងធ្វើការបង្ក្រាបគ្រឿងញៀនអ្នកណាក៏ដឹងដែរប៉ុន្តែសំណួរសួរមួយហេតុអីបានជាកម្ពុជាឥឡូវនេះហ៊ានប្រកាសបង្ក្រាបគ្រឿងញៀនដឹកខ្ញុំប្រាប់អញ្ចឹងអ្វីដែលរបបអាឆ្កែយួនចិនកំពុងតែបង្ហាញឲ្យយល់ថាអនុវត្តតាមគោលនយោបាយរបស់សហរដ្ឋអាមេរិកនេះអ្វីដែលវាភ័យខ្លាចបំផុតគឺអាមេរិកដាក់ថារបបរបស់វាគឺជារបបខុសច្បាប់គឺជារបបភេរវកម្មគឺជារបបឧក្រិដ្ឋកម្មអញ្ចឹងវាត្រូវតែឲ្យយល់ថាអូឥឡូវអាមេរិកបង្ក្រាបគ្រឿងញៀនប៉ុន្តែមួយទៀតនៅក្នុងការដែលគេប្រកាសថានឹងអនុវត្តការបង្ក្រាបគ្រឿងញៀននេះមិនមែនបានន័យថាវាកម្ចាត់អាមេគ្រឿងញៀនទេនៅខាងក្រៅវាស្រែកដើម្បីឲ្យយល់ថាវាអនុវត្តតាមផែនការរបស់អាមេរិកប៉ុន្តែការអនុវត្តផ្ទាល់តាមរបាយការណ៍អ្នកផ្ទៃក្នុងនៅក្បែរខ្លួនរបស់សម្ដេចគាត់បញ្ជាក់ថាគឺជាយុទ្ធសាស្ត្រនៅក្នុងការគម្រាមកំហែង